សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបដូរថ្លៃដើមមកទំនិញឬគ្រឿងផ្សំដើម្បីធ្វើការបដូរថ្លៃដើមជាដំបូងលោកអ្នកត្រូវចូលទៅកាន់ Module Stock ជ្រើសរើស Cost Change បន្ទាប់មកចុចទៅលើប៊ូតុង Create ដើម្បីធ្វើការបដូរថ្លៃដើមសម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញឬរំលងនោះកម្មវិធីនឹងធ្វើការចាប់លេខកូដជូនដោយស្វ័យប្រវត្តិធ្វើការកំណត់ការបរិច្ឆេទផ្លាស់ប្ដូរថ្លៃដើមនៅផ្នែក Date ជ្រើសរើសឈ្មោះសាខានិងឃ្លាំងណាមួយដែលលោកអ្នកត្រូវធ្វើការផ្លាស់ប្ដូរថ្លៃដើមនៅផ្នែក Outlet និង Location លោកអ្នកក៏អាចធ្វើការបំពេញការកំណត់ចំណាំណាមួយនៃការប្ដូរថ្លៃដើមនៅក្នុងប្រអប់ Reference ចុចត្រង់នេះដើម្បីធ្វើការជ្រើសរើសមុខទំនិញដែលលោកអ្នកចង់ប្ដូរថ្លៃដើមមុខទំនិញដែលលោកអ្នកបានជ្រើសរើសនឹងបង្ហាញនៅផ្នែកខាងក្រោមនេះធ្វើការបំពេញថ្លៃដើមថ្មីនៅផ្នែក New Cost តម្លៃដែលលោកអ្នកបានធ្វើការកំណត់នឹងក្លាយទៅជាថ្លៃដើមថ្មីសម្រាប់មុខទំនិញទាំងនេះទៅលើគ្រប់ចំនួនទាំងអស់ទាំងស្តុកចាស់និងស្តុកថ្មីចុចរូបធុងសម្រាមប្រសិនបើលោកអ្នកចង់ធ្វើការដកមុខទំនិញណាមួយចេញពិនិត្យព័ត៌មានឡើងវិញរួចចុចទៅលើប៊ូតុង Save គឺជាការស្រេចចុច Print ដើម្បីធ្វើការបោះពុម្ពឯកសារនៃការផ្លាស់ប្ដូរថ្លៃដើមរបស់លោកអ្នកឬចុច Preview ដើម្បីធ្វើការពិនិត្យឯកសារឬលោកអ្នកអាចធ្វើការចុចទៅលើ Continue ដើម្បីបន្តទៅកាន់ផ្នែកបន្ទាប់សម្រាប់ប្រតិបត្តិការដែលលោកអ្នកបានធ្វើការប្ដូរថ្លៃដើមនឹងបង្ហាញនៅផ្នែក Cost Change List